វត្តមានជាផ្លូវការរបស់រថយន្ត Jetour T1 បងប្អូនទាំងអស់នេះគឺជាក្បួនរថយន្តរបស់ក្រុមហ៊ុន Jetour ក៏ដូចជាអតិថិជនរបស់ Jetour ទាំងអស់ជាង60គ្រឿងនៅក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ឧទ្យានជាតិគិរីរម្យដើម្បីចូលរួមនៅក្នុងកម្មវិធីសម្ពោធជាផ្លូវការទៅលើរថយន្ត Jetour T1 បងប្អូនយើងមកដល់រីសតភូមិដំណាក់ដំរីហើយអ្វីដែលពិសេសគឺដល់ពេលញ៉ាំបាយល្មមព្រោះពីយើងជិះគូសំហើយឥឡូវយើងទៅញ៉ាំអីទាំងអស់គ្នាអាហារនៅពេលនេះគឺរៀបចំដោយក្រុមហ៊ុន Jetour Cambodia ជាមួយនឹងខាងរីសតតែម្ដងតែឥឡូវចូលទៅខាងក្នុងញ៉ាំអីទាំងអស់គ្នាតោះឥឡូវនេះយើងមកដល់ទីលានដែលខាងក្រុមហ៊ុន Jetour គាត់បានរៀបចំធ្វើការតេស្តសាកល្បងតែម្ដងអញ្ចឹងបងប្អូនទៅមើលសកម្មភាពមួយខ្ញុំទាំងអស់គ្នាពេលដែលយើងចូលទៅកាន់ផ្លូវកលុកឥឡូវខ្ញុំអុកផ្លូវកលុកមួយសិនខ្ញុំគិតថាប្រហែលជាប្រព័ន្ធគ្រឿងក្រមនេះគេធ្វើមកតម្រូវសម្រាប់លក្ខណៈបែបហ្នឹងហ្មងបើសិនជាការបើកបរប្រើប្រាស់ធម្មតាវិញអុកមកទៅហឹងចេះវាមិនស្រួលប្រហែលទេសម្រាប់ប្រព័ន្ធគ្រឿងក្រមជាក់ស្ដែងដូចឡាននេះអត់ជាបញ្ហានេះសម្រាប់ការឆ្លងកាត់ផ្លូវភក់វិញគឺខ្ញុំប្រើដៃមួយទេបងប្អូនអញ្ចឹងមានន័យថានៅពេលដែលចូលផ្លូវភក់ផ្លូវល្អិលគឺអែមតែឥឡូវ corner មួយមើលហើយវាមាននៅតារាយម៉ូដចំនួន3វាមាននៅ Eco វាមាន Normal វាមាន Sport អញ្ចឹងបងប្អូនចង់វ៉ាចេញច្រើនប្រើ Sport តែបើបើកផ្លូវធម្មតា Normal គឺវាស្ទុះពេកហើយសម្រាប់តម្លៃជាង$30,000ហើយរូបរាងប្រព័ន្ធនេះទៅណាមកណាគឺចូលចំណោមចោះជាពិសេសគឺសមត្ថភាពល្អបងប្អូនឥឡូវខ្ញុំសូមពេលទៅរៀបចំខ្លួនបន្តិចជួបគ្នានៅ event ពេលល្ងាចបងប្អូនទាំងគ្នាខ្ញុំមានវត្តមានចូលរួមនៅក្នុងកម្មវិធីសម្ពោធជាផ្លូវការ Jetour T1 នៅឯទីតាំង Resort ភូមិដំណាក់ដំរីដោយសារខាងក្នុងមានការរៀបចំ set up ស្អាតមែនទែន perfect តែម្ដងអញ្ចឹងបងប្អូនចូលទៅមើលមួយខ្ញុំតោះគ្នាតោះបងប្អូនឥឡូវខ្ញុំចូលមកកាន់ event ដ៏ប្លែកចុងឆ្នាំ2025ជាមួយនឹងការ decor ទៅលើផ្ទាំង backdrop ក៏ដូចជាការរៀបចំកម្មវិធីដូចជា concert ដ៏ធំមួយមានការចូលរួមពី influencer អ្នកមានឥទ្ធិពលល្បីៗនៅក្នុងបណ្ដាញសង្គមច្រើនមែនទែនខ្ញុំសូមអបអរសាទរនិងប្រកាសបើកកម្មវិធីសម្ពោធជាផ្លូវការនៃកម្ពុជារថយន្តដែលមានការរចនាល្អបំផុតគឺ Jetour T1 ចាប់ពីពេលនេះតទៅអបអរសាទរវត្តមានជាផ្លូវការរបស់រថយន្ត Jetour T1 Ladies and gentlemen, congratulations to the official launch of Jetour T1 ហើយក៏អរគុណក្រុមហ៊ុនដែលបង្កើតនៅ event នៃការចងចាំនៅចុងឆ្នាំ2025តែម្ដងគឺមិនងាយនៅក្នុងការផ្លេចបានទេជំរាបសួរលោកគ្រូបានតេស្តជាមួយនឹង Jetour T1 កាលពីថ្ងៃមិញ T1 បានតេស្តបាទលោកគ្រូអាចចែករំលែកបទពិសោធន៍ចំណុចអ្វីដែលលោកគ្រូចាប់អារម្មណ៍នៅពេលដែលបានតេស្តហើយបទពិសោធន៍បងធ្លាប់ប្រើឡានច្រើនមកហើយណាតែដល់ពេលមកនេះទៅវារៀងលំនឹងវាល្អហើយយើងឡើងអាកន្លែងផ្លូវកលិកលាក់មិនគឺមានអារម្មណ៍ថា smooth អូបាទវាមិនឃ្លីងឃ្លោងវាមិនអាលាក់អញ្ចឹងណាបាទលោកគ្រូហ្នឹងហើយអាហ្នឹងអ្វីដែលតេស្តជាក់ស្ដែងគឺវាឃើញអញ្ចឹងសម្រាប់ខ្ញុំដែលជាអ្នកប្រើរថយន្ត T1 នេះចង់ recommend ទៅប្រាប់គាត់ថាប្រើដោយមិនមានការស្ទាក់ស្ទើរបាទទាំងសមត្ថភាពបច្ចេកវិទ្យាគឺទំនើបជាពិសេសគឺតម្លៃតែម្ដងថ្លៃល្អបាទល្អណាស់អរគុណច្រើនបងណាដែលចំណាយពេលអរគុណបងបាទ បងប្អូនទាំងគ្នាបន្ទាប់ពីសភាអតិថិជនទី2ហើយឥឡូវនេះយើងមកមើលឡានទាំងអស់គ្នាហើយខ្ញុំនឹងនិយាយពីចំណុចពិសេសពាក់ព័ន្ធជាមួយនឹង Jetour T1 នេះតម្លៃ$34,900ជាតម្លៃ discount អញ្ចឹងសម្រាប់រថយន្តនេះគឺជារថយន្តដែលបំពាក់ដោយម៉ាស៊ីនសាំង turbo អញ្ចឹងកម្លាំងរបស់វាមកសល់ល្មមក្នុងការប្រើប្រាស់រូបរាងក៏តាក់ទាញជាងមុខគឺជាប្រភេទ concept design ស្លឹក clover 4ស្រទាប់ចំណុចដែលតាក់ទាញគឺទៅលើប៉ាណាដែលមានអក្សរ Jetour តែម្ដងរំលេចមកនៅលើផ្ទាំងពណ៌ខ្មៅសម្រាប់ភ្លើងខាងមុខគឺជាប្រភេទភ្លើង fog light ដែលជាពូល
កាត់អាប់បងប្អូនអាចធ្វើការបើកបរប្រើប្រាស់ទីងងឹតក៏ដូចជាការបើកបរគ្រប់កលៈទេសៈផ្លូវបានចូលមកកាន់ផ្នែកជំនាញជាមួយនឹងការ design យ៉ាន់កង់ដែលវាធូរធន់ខ្មៅលាយជាមួយនឹងពណ៌ទឹកប្រាក់មើលទៅតាក់ទាញខ្លាំងមែនតើជាពិសេសទៅលើនេះស្តូបកង់បងប្អូនមានមកជាមួយនឹងភ្លើង LED នៅខាងលើនឹងទៀតទៅដល់កញ្ចក់នេះមើលទៅធំក្រាស់មែនតើគឺមានសញ្ញោ LED រហូតដល់2តួយ៉ាងសម្រាប់ផ្នែកខាងក្រោយក៏ជា concept បែប adventure ស្អាតមិនចាញ់ជេធัว T2 ដែរអនុញ្ញាតនាំអារម្មណ៍បងប្អូនចូលទៅកាន់ផ្នែកខាងក្នុងដើម្បីមើលអំពីចំណុចពិសេសបន្តទៀតតោះបងប្អូនចូលមកកាន់ J2 T1 នេះគឺមាននៅអ៊ីសាឡង់ទប់សម្លេងបានល្អខ្លាំងមែនតើឧទាហរណ៍ជាក់ស្ដែងដូចមាន concert កំពុងតែប្រគំតែបងប្អូនចូលមកក្នុងឡាននេះស្ដាប់ខ្ញុំនិយាយច្បាស់ល្អមែនតើទៅលើ sound proof បងប្អូនមើលទៅលើចង្កូត design ជាលក្ខណៈ double D shape អញ្ចឹង D shape សប៉ែតទាំងផ្នែកខាងក្រោមនេះសប៉ែតទាំងផ្នែកខាងលើនេះណាមួយវាជាប្រភេទចង្កូតប្រើ electronic ទៀតអញ្ចឹងវាធូរស្រួលហើយនៅពេលដែលបើកទៅវាស្និទ្ធដៃបាទចាប់អារម្មណ៍ទៅលើចំណុចមួយទៀតវាមាន pedal shift អញ្ចឹង pedal shift នៅលើដៃចង្កូតនេះគឺយើងអាចធ្វើការថែមថយលេខលើដៃចង្កូតបានដោយងាយស្រួលបងប្អូនបាច់បារម្ភទេខាងលើគឺយើងទទួលបាន panoramic sunroof ទំហំធំមានទាំង wireless charge ជាមួយនឹងការ design ទៅលើធ្នេពណ៌ទឹកក្រូចទាំងទៅលើកៅអីទាំងទៅលើតាប់ឡូក៏ដូចជានៅលើទ្វារហើយយើងមើលទៅលើអេក្រង់ touch screen ទំហំរហូតដល់ 15.6 អ៊ីនកណ្ដាលនេះជាប្រភេទអេក្រង់មួយដែលមាន resolution ច្បាស់ល្អហើយមានមុខងារដែលបង្ហាញនៅកាមេរ៉ា540 degree បាទជាលក្ខណៈ 2D 3D scan ដោយទាំងបាតឡានទៀតវាស្រួលមែនតើសម្រាប់ការប្រើប្រាស់ហើយយើងចុចទៅមើល function ដែលយើងទទួលបានដូចជា ambient light ដែលយើងអាចធ្វើការផ្លាស់ប្ដូរពណ៌បាន64ពណ៌ហើយពណ៌នេះបងប្អូន customize បានទៅតាមការស្រឡាញ់ចំណុចផ្សេងពាក់ព័ន្ធជាមួយនឹង button dry mode ដែលយើងអាចធ្វើការផ្លាស់ប្ដូរ dry mode បានក្រៅពីការបញ្ជាទៅលើ button កណ្ដាលខាងស្នាមដៃខ្ញុំនេះយើងអាចបញ្ជាទៅលើ touch screen បានដូចជានេះ Eco normal mode sport mode បាទចឹងបងប្អូនជំនាញប៉ុណ្ណឹងសម្រាប់ចំណុចពិសេសទៅលើ J2 T1 នេះបើសិនជាបងប្អូនចង់ឲ្យកាន់តែលម្អិតទៀតបងប្អូនអាចធ្វើការទស្សនាវីដេអូ full review អំពី J2 T1 ដែលស្វែងរកបានចេញបានចឹងអរគុណបងប្អូនមែនតើសម្រាប់ការតាមដានទស្សនាមកដល់ពេលនេះ